จุมรีบสู้บอมบอนต่างออฟทีกុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ Admin ធ្វើវីដេអូសម្រាយរឿងឲ្យអ្នកទាំងអស់គ្នាបន្តទៀតតោះកុំឲ្យខាតពេលវេលាយូរយើងបន្តទៅសាច់រឿងយើងបន្តទៀតកាត់មកខាងស៊ូអាវិញនាងរៀបរាប់ពីសុបិនក្រកាល់ពីយប់មិញឲ្យគ្រប់គ្នាស្ដាប់ស៊ូអាក្នុងសុបិននាងត្រូវបានគេបង្ខំឲ្យកាន់ដាវសម្លាប់មនុស្សទីច្រើនទាំងដែលនាងស្អប់ការប្រដៅបំផុតចុងក្រោយនាងត្រូវបុរសម្នាក់ចាក់ចំក្បាលពុះហើយនាងបានហៅឈ្មោះគួរយ៉ាងឈុននៅដង្ហើមចុងក្រោយរួចក៏ភ្ញាក់ដឹងខ្លួនទាំងភ័យខ្លាចដោយសារចង់ជួបគូយ៉ាងឈុនពេកនាងក៏ដាវទៅខាងក្រៅប៉ុន្តែបែរជាជួបនឹងបុរសប្លែកមុខម្នាក់ដែលមកលួងលោមចង់យកនាងទៅនៅជាមួយគូយ៉ាងឈុនបានដើរចូលមកដល់លំមនឹងពេលដែលបុរសម្នាក់នោះកំពុងនីអេឡែបខាយដាក់សូអាគូយ៉ាងឈុនបញ្ចេញទឹកមុខគួរឲ្យខ្លាចរួចសួរថានាងជាអ្នកបម្រើរបស់មុំតើឯងជានរណាបុរសម្នាក់នោះប្រែជាមុខក្រហមរួចណែនាំខ្លួនរកាតគោរពថាគេឈ្មោះ Go Jolly Op នៅអនុត្រកូល Go ដោយ Go យ៉ាងឈុនដែរហើយគេមកទីនេះដើម្បីចង់មកសុំប្រកួតសាកល្បងសមត្ថភាពជាមួយ Go យ៉ាងឈុន Go យ៉ាងឈុនឆ្លើយតបភ្លាមដោយមិនបាច់គិតថាមិនប្រកួតទេលីអបងឿនឆ្ងល់ក៏សួរថាតើលោកម្ចាស់ចង់រត់គេចមែនទេ Go យ៉ាងឈុនតបយ៉ាងរំភើយមែនហើយលីអបសួរទៀតថាលោកម្ចាស់ឆ្លាតមែនទេ Go យ៉ាងឈុនឆ្លើយយ៉ាងមុតមមថាត្រូវហើយលីអបចាប់ផ្ដើមរីរ៉ែក្នុងចិត្តមិននឹកស្មានថា Go យ៉ាងឈុនហ៊ានទទួលស្គាល់ភាពកំសាករបស់ខ្លួនដោយមិនចេះខ្មាស់អៀនបែបនេះសោះលីអបចាប់ផ្ដើមខឹងរួចជេរ Go យ៉ាងឈុនថាជាមនុស្សទន់ខ្សោយ Go យ៉ាងឈុនសោយរួចតបវិញដោយមិនខ្មាស់អៀនថាឯងពិតជាភ្នែកមុតមែនខ្ញុំពិតជាខ្សោយណា Go យ៉ាងឈុនប្រាប់ថាគ្រាន់តែប្រកួតជាមួយបងស្រីយូណូគេបង្កបញ្ហាឡើងពីមហាសន្និបាតទៅហើយដូច្នេះគេមិនចង់មកប្រកួតជាមួយមនុស្សប្លែកមុខនាំតែហត់ទៀតទេស្រាប់តែព្រឹទ្ធាចារ្យលីលេចមុខមករួចសួរ Go យ៉ាងឈុនថាហេតុអ្វីមិនព្រមប្រកួតជាមួយគេ Go យ៉ាងឈុនឆ្ងល់ថាព្រឹទ្ធាចារ្យលីមកធ្វើអីទីនេះព្រឹទ្ធាចារ្យលីបានបញ្ជាក់ថាលីអបគឺជាចារ្យប្រុសរបស់ព្រឹទ្ធាចារ្យទី1 Go យ៉ាងឈុននឹកឃើញភ្លាមថានេះគឺជាល្បែងនយោបាយនៅក្នុងត្រកូលព្រឹទ្ធាចារ្យទី1មានមហិច្ឆតាចង់គ្រប់គ្រងត្រកូល Go ហើយចង់ទុក Go យ៉ាងឈុនធ្វើជាតួកំប្លែងក្នុងត្រកូលប៉ុណ្ណោះប៉ុន្តែក្រោយពីឃើញ Go យ៉ាងឈុនអាចយកឈ្នះទៅលើ Go យ៉ាងស៊ូផានការព្រឹទ្ធាចារ្យទី1ក៏រងរង្គើទើបគាត់បញ្ជូនចៅប្រុសមកសាកល្បងសមត្ថភាពជាមួយ Go យ៉ាងឈុន Go យ៉ាងឈុននៅតែទទូចមិនព្រមប្រកួតព្រោះដឹងថាលីអបខ្លាំងជាងបងស្រីខ្លួនទៅទៀត Go យ៉ាងឈុនមិនចង់ប្រកួតទេព្រោះដឹងថានឹងត្រូវចាញ់ Go យ៉ាងឈុនទាញដៃស៊ូអាដើរចេញប៉ុន្តែស្រាប់តែលីអបស្ទុះទៅចាប់ដៃស៊ូអារួចនិយាយលេបខាយថា Go យ៉ាងឈុនមិនសមនឹងនាងទេហើយឲ្យនាងមកនៅជាមួយគេវិញឃើញបែបនេះ Go យ៉ាងឈុនក៏ប្រែទឹកមុខយ៉ាងកំណាយរួចនិយាយទាំងសម្ដីធ្ងន់ប្រាប់លីអបថាដកដៃឯងចេញពីនាងភ្លាមរួចដើរតាមខ្ញុំមកខ្ញុំនឹងទទួលការប្រកួតរបស់ឯងឥឡូវនេះនៅលើសង្វៀនប្រកួត Go យ៉ាងឈុនបានប្រាប់ព្រឹទ្ធាចារ្យលីថាខ្លួនព្រមប្រកួតប៉ុន្តែព្រឹទ្ធាចារ្យលីត្រូវជួយធ្វើរឿងមួយឲ្យខ្លួនជាថ្នូរនឹងការប្រកួតនេះព្រឹទ្ធាចារ្យលីសួរថារឿងអ្វី Go យ៉ាងឈុនតបថាខ្ញុំគ្មានបំណងចង់ឡើងធ្វើជាអ្នកបន្តវេនមេត្រកូល Go នោះទេព្រឹទ្ធាចារ្យលីភ្ញាក់ផ្អើលលីខ្លាំងព្រោះគ្រប់គ្នាគិតថា Go យ៉ាងឈុនចង់បាំងតំណែងនេះ Go យ៉ាងឈុនគំរាមថាបើព្រឹទ្ធាចារ្យលីមិនព្រមជួយសម្រួលរឿងលះបង់តំណែងនេះទេខ្លួននឹងដេកលើដេកចុះចាញ់លីអបឥឡូវនេះតែម្ដងព្រឹទ្ធាចារ្យលីក៏ដាក់លក្ខខណ្ឌវិញថាតលតែឯងឈ្នះការប្រកួតនេះសិនទើបនាងព្រមជួយលីអបបានសាយរួចនិយាយសុំទោស Go យ៉ាងឈុនរឿងការប្រកួតកាលពីឆ្នាំមុនដែលខ្លួនវី Go យ៉ាងឈុនដេកសន្លប់នៅលើគ្រែអស់រយៈពេល1ខែ Go យ៉ាងឈុនតបយ៉ាងក្រីថារឿងយូរហើយខ្ញុំភ្លេចបាត់អស់ហើយលីអបនិយាយបន្តទាំងអំណួរថាគេឮថា Go យ៉ាងឈុនឈ្នះ Go យ៉ាងសូប៉ុន្តែសម្រាប់គេ Go យ៉ាងឈុននៅតែជាមនុស្សទន់ខ្សោយដដែលលីអបគេថាការដែល Go យ៉ាងឈុនឈ្នះ Go យ៉ាងសូគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះលីអបបានបញ្ចេញថាមពលអូរ៉ាវាយគុំតិតដីដើម្បីគំរាម Go យ៉ាងឈុនរួចសុំលក្ខខណ្ឌពីព្រឹទ្ធាចារ្យលីសួរលីអបវិញថាតើឯងចង់បានអ្វីលីអបឆ្លើយថាបើខ្ញុំឈ្នះការប្រកួតនេះខ្ញុំសុំយកអ្នកបម្រើស្រីម្នាក់នោះគីសូអាគ្រាន់តែឮសំដីនេះភ្លាម Go យ៉ាងឈុនចាប់ផ្ដើមសាយទាំងកំហឹងរួចកាច់ម្រាមដៃក្រឹបហើយបញ្ចេញថាមពលអណ្ដាតភ្លើងមកក្រៅយ៉ាងកំណាចព្រឹទ្ធាចារ្យលីបានសាយយ៉ាងសប្បាយប្រកបបានឃើញថាមពលដ៏សាហាវចេញពីខ្លួនរបស់អ្នក Go យ៉ាងឈុន Go យ៉ាងឈុនសួរលីអបថានៅចាំអីទៀតមិនមិនហក់ចូលមកវាខ្លួនមកលីអបបានសម្លឹងទៅ Go យ៉ាងឈុនដែលកំពុងបញ្ចេញថាមពលអណ្ដាតភ្លើងដ៏ក្រាក់ខ្មឹកដែលធ្វើឲ្យខ្លួនមានអារម្មណ៍ថប់ដង្ហើមយ៉ាងខ្លាំងលីអបព្យាយាមលួងចិត្តខ្លួនឯងថា Go យ៉ាងឈុនគ្រាន់តែជាមនុស្សអួតកម្លាំងប៉ុណ្ណោះមិនយូរទេ Go យ៉ាងឈុនច្បាស់ជាអស់កម្លាំងមិនខានលីអបបានប្រាប់ Go យ៉ាងឈុនឲ្យវាខ្លួនមុនក្នុងនាម Go យ៉ាងឈុនជាអ្នកខ្សោយជាងមិនតាន់នឹងនិយាយចប់ពាក្យផង Go យ៉ាងឈុនបានប្រើលបឿនលឿនដោយវិញ្ញាណបិសាចហក់ទៅដល់ពីក្រោយខ្នងលីអបបាត់ទៅហើយ Go យ៉ាងឈុនទាត់មួយជើងយ៉ាងធ្ងន់ប៉ុន្តែលីអបគិចផុតទាំងប្រភេទប្រភ័យខណៈលីអបកំពុងតែរត់និយាយអួតពីសមត្ថភាព
ពីខ្លួនឯងគូយ៉ាងឈុនក៏បញ្ចូលថាមពលចូលក្នុងបាតដៃរួចទះលីអបមើយកំភ្លៀងចំកណ្ដាលមុខមួយទំហឹងរួចគូយ៉ាងឈុនហក់ទៅទាត់ចំកណ្ដាលមុខលីអបថែមមួយជើងទៀតរហូតបើងទៅបុកនឹងដីបាយសង្វៀនខ្ទេចធ្វើឲ្យលីអបហូរឈាមចេញតាមម៉ូតយ៉ាងច្រើនគូយ៉ាងឈុនឈរសម្លឹងមើលលីអបរួចស្រែកប្រាប់លីអបឲ្យចាប់ងើបឡើងកុំឲ្យចប់ត្រឹមនឹងអីចាំឲ្យឯងអស់ចិត្តសិនចាំយើងសំពងឯងឲ្យសិនឡប់តែម្ដងកុំឲ្យឯងមកចោទយើងថាវិឆ្មងក្រោយចប់ការប្រកួតនេះលីអបចាប់ផ្ដើមដកដាវចិនពីស្រោមរួចបញ្ចូលធម្មពលអណ្ដែតភ្លឹងទៅក្នុងផ្លែដាវយ៉ាងសាហាវគូយ៉ាងឈុនដឹងក្នុងចិត្តថារាងកាយខ្លួនពេលនេះមិនទាន់អាចទ្រាំទ្រនឹងកម្លាំងដ៏ខ្លាំងបែបនេះបានយូរប៉ុន្មានទេខ្លួនមានពេលត្រឹមតែ7នាទីប៉ុណ្ណោះបើលើសពីនេះខ្លួនប្រែនឹងទ្រឹវធាតុភ្លើងជ្រៀតចូលក្នុងខ្លួនដុតស្លាប់មិនខានលីអបវាយសម្រុកដោយក្បាច់ដាវលឿនដោយភ្នែកបន្ទោលប៉ុន្តែគូយ៉ាងឈុនប្រែបត់ពិសោធន៍ពីជាតិមុនធ្វើកាយវិការឆ្កេចចេញពីផ្លែដាវរបស់លីអបយ៉ាងរហ័សគូយ៉ាងឈុនដឹងថាក្បាច់ដាវរបស់លីអបអាស្រ័យលើផ្លែដាវនិងស្រោម friction force រួមបញ្ចូលគ្នាតែមួយគូយ៉ាងឈុនមើលទលុគ្រប់ចលនារបស់លីអបហើយនៅពេលលីអបដកដាវកាប់ជាលើកចុងក្រោយគូយ៉ាងឈុនក៏បានសម្រេចចិត្តបញ្ចេញក្បាច់ចុងក្រោយរបស់ខ្លួនគូយ៉ាងឈុនបានប្រមូលធម្មពលអណ្ដាតភ្លើងទាំងអស់មកដាក់ក្នុងកណ្ដាប់ដៃរួចបញ្ចេញកម្លាំងវាយទ្រូងខ្លួនឯងផ្ទុះចេញពីខាងក្រោយខ្នងដៀងធ្វើឲ្យលីអបយកដៃបាំងមុខគូយ៉ាងឈុននិយាយពីមួយម៉ាត់នេះថាគ្រប់គ្រាន់ដើម្បីបញ្ចប់ការប្រកួតមួយនេះស្រាប់តែកណ្ដាប់ដៃគូយ៉ាងឈុនដល់ចំកណ្ដាលក្បាលពូលីអបពេញមួយទំហឹងកម្លាំងនេះខ្លាំងណាស់ដល់ថ្នាក់ធ្វើលីអបក្អកឈាមរួចបាំងទៅបុកនឹងជញ្ជាំងរហូតបែកខ្ទេចបន្ទាប់ពីផ្ដួលលីអបឲ្យទៅបុកចំជាងយ៉ាងដំណាំគូយ៉ាងឈុនដើរចូលទៅជិតទាំងកំហឹងដែលមិនទាន់រលត់គូយ៉ាងឈុនសម្លឹងទៅលីអបដោយខ្សែភ្នែកពិឃាតរួចនិយាយសម្ដីធ្ងន់ធ្ងរថាឯងចង់មើលងាយខ្ញុំឬចង់ដណ្ដើមតំណែងមេត្រកូលក៏ខ្ញុំមិនខ្វល់ដែរប៉ុន្តែអ្វីដែលខ្ញុំស្អប់បំផុតនិងមិនអាចអត់ឱនឲ្យបាននោះគឺការដែលឯងហ៊ានលូកដៃមកប៉ះពាល់មនុស្សរបស់ខ្ញុំហើយថែមទាំងគិតថាខ្លួនឯងសមនឹងនាងទៀតគូយ៉ាងឈុនបំរុងនឹងកាត់បំបាក់ដៃលីអបចោលដើម្បីកុំឲ្យគេហ៊ានធ្វើរឿងបែបនេះទៀតប៉ុន្តែព្រឹទ្ធាចារ្យលីក៏ស្ទុះមកខាត់និងដាក់ដៃលើស្មាទាញគូយ៉ាងឈុនចេញដោយប្រាប់ថាការប្រកួតគួរតែបញ្ចប់ត្រឹមនេះព្រឹទ្ធាចារ្យលីបារម្ភថាបើព្រឹទ្ធាចារ្យទី1ដឹងរឿងនេះគូយ៉ាងឈុននឹងមានបញ្ហាធំតែគូយ៉ាងឈុនតបយ៉ាងខ្លីថាគេមិនខ្វល់ឡើយព្រោះគេក៏មិនចង់ធ្វើជាមេត្រកូលដែរព្រឹទ្ធាចារ្យលីតបថាឯងឈប់និយាយពាក្យនេះភ្លាមក្នុងពេលដែលស្ថានភាពកំពុងតានតឹងសូអាបែរជាសួរទាំងឈួតថាចុះបើខ្ញុំឡាយធ្វើជាមេត្រកូលវិញតើខ្ញុំបានញ៉ាំអាហារឆ្ងាញ់ច្រើនជាងមុនទេព្រឹទ្ធាចារ្យលីនឹងយ៉ាងឈុនឆ្លើយថាពិតណាស់សូអាក៏ស្រែកឡើងទាំងសប្បាយចិត្តថាចិនខ្ញុំនឹងធ្វើជាតួឯកម្ដងគូយ៉ាងឈុនសម្លឹងមើលសូអាទាំងហួសចិត្តខ្លួនឆ្ងល់ក្នុងចិត្តថាសូអានៅជាតិមុនគឺជាកំពូលអធិរាជគុនដាវដែលជាសិទ្ធិផ្ទាល់របស់កំពូលអធិរាជគុនដាវ Sword Supreme ប៉ុន្តែនៅជាតិនេះនាងបែរជាចេះតែបោះផ្ទះនិងធ្វើការងារជាអ្នកបម្រើហើយថែមទាំងមានចរិតល្ងងគួរស្រឡាញ់ទៅវិញគូយ៉ាងឈុនព្យាយាមមិននឹកឃើញការជួបនាងដំបងក្នុងរដូវងាតែហាក់ដូចជានឹកមិនចេញសោះព្រឹទ្ធាចារ្យលីបាននិយាយថាចាំយើងនិយាយគ្នាពេលក្រោយទៀតឥឡូវនេះឯងហត់ហើយដោយសារការប្រកួតមិញនេះដូច្នេះឯងសម្រាប់សិនទៅគូយ៉ាងឈុនបានរំលឹកព្រឹទ្ធាចារ្យលីឲ្យរក្សាពាក្យសន្យាមុននោះថងព្រឹទ្ធាចារ្យលីសួរថាឯងចង់បានមាសប្រាក់ឬអាហារឆ្ងាញ់គូយ៉ាងឈុនតបថារបស់ទាំងនោះវាជារឿងតូចតាចប៉ុណ្ណោះក្នុងនាមលោកជាព្រឹទ្ធាចារ្យលោកច្បាស់ជាមានអំណាចគ្រប់គ្រាន់ដើម្បីជួយខ្ញុំរឿងមួយខ្ញុំចង់ឲ្យលោកបញ្ជូនខ្ញុំទៅតំបន់ស៊ីឈួនព្រឹទ្ធាចារ្យលីភញាក់ផ្អើលយ៉ាងខ្លាំងគូយ៉ាងឈុនពន្យល់ថាក្នុងនាមគេជាកូនប្រុសតែម្នាក់គត់របស់ត្រកូលគូខ្លួនមិនអាចដើរចេញទៅណាឆ្ងាយតាមតែចិត្តចង់បាននោះទេបើគ្មានហេតុផលត្រឹមត្រូវព្រឹទ្ធាចារ្យលីក៏នឹកឃើញលេខមួយយ៉ាងល្អគឺការទៅចូលរួមតាំងពីភ័រអាវុធត្រកូលថាងដែលប្ររពឡើងរាល់ឆ្នាំនៅស៊ីឈួនគូយ៉ាងឈុនព្យាយាមនិយាយលេងសើចបដូរចិត្តចង់បានលុយវិញដើម្បីដកថយក៏ប៉ុន្តែលោកព្រឹទ្ធាចារ្យលីមិនព្រមព្រឹទ្ធាចារ្យលីចង់បង្ហាញពីអំណាចរបស់គាត់ដោយសន្យាថានឹងរៀបចំបញ្ជូនគូយ៉ាងឈុនទៅស៊ីឈួនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានការចាកចេញទាំងបង្ខំនិងភាពរហ័សរហួនរបស់ព្រឹទ្ធាចារ្យលីបានស្រែកទាំងបង្ខំថានឹងបញ្ជូនគូយ៉ាងឈុនទៅឥឡូវនេះតែម្ដងគូយ៉ាងឈុនភ្ញាក់ផ្អើលព្រោះខ្លួនមិនទាន់ទាំងបានរាយការណ៍ប្រាប់ឪពុកនឹងរៀបចំអីផងប៉ុន្តែមួយពុះព្រេកភ្លេកក្រោយមកគូយ៉ាងឈុនក៏ឃើញខ្លួនឯងអង្គុយនៅលើរទេះសេះបិទទៅហើយគូយ៉ាងឈុនបានតែធ្វើមុខឆ្ងល់ខណៈដែលព្រឹទ្ធាចារ្យលីឈរក្រវីដៃលាគេនៅមាត់ទ្វារភូមិគ្រឹះបន្ទាប់ពីរទេះសេះធ្វើដំណើរចាកចេញទៅព្រឹទ្ធាចារ្យលីនិងលោកតាមូនបានចាប់ផ្ដើមបោកសម្រាមបន្ត
ប្រថាចាលីបានបោះកិច្ចសន្ទនាដ៏តានតឹងមួយអំពីគ្រូពេទ្យអមតៈឬគ្រូពេទ្យអសុនដែលលោកតាមួនធ្លាប់សួររកប្រថាចាលីដឹងថាលោកតាមួនចង់រកគ្រូពេទ្យនោះមកមើលជំងឺឯចៅស្រីសូអាប៉ុន្តែប្រថាចាលីបាននិយាយចំថាចៅស្រីរបស់ឯងមើលទៅហាក់ដូចជាមិនមែនជាមនុស្សសោះតែនាងជាអ្វីឲ្យប្រកបប្រថាចាលីបានពន្យល់ថាមនុស្សគ្រប់រូបសុទ្ធតែមានធម៌ពលវិញ្ញាណប៉ុន្តែសម្រាប់សូអាគាត់មិនអាចសម្គាល់ឃើញវត្តមានអ្វីទាល់តែសោះតាំងពីលើកដំបូងដែលលោកបានជួបនាងនៅមហាសន្និបាតនាគប្រថាចាលីពមៀនថាបើលើកតាមួនសង្ឃឹមថាគ្រូពេទ្យអមតៈអាចជាបាននាងបាននោះគឺគួរតែបោះបង់ចោលទៅព្រោះអ្វីដែលនាងកំពុងជួបប្រទះមិនមែនជាជំងឺនោះទេឬសម្ដីនេះភ្លាមលោកតាមួនបានបញ្ចេញធម៌ពលដ៏ខ្លាំងក្លារហូតហៅដាវទឹកជាច្រើនឲ្យលេចចេញមកជុំវិញខ្លួនរួចសម្លុតប្រថាចាលីឲ្យឈប់និយាយប៉ះពាល់ដល់ចៅស្រីរបស់គេលោកតាមួនបានអះអាងទាំងមើងមាត់ថាក្មេងម្នាក់នោះគឺពិតជាមនុស្សដាច់ខាតប្រថាចាលីឃើញលោកតាមួនខឹងខ្លាំងក៏យល់ព្រមឈប់សួរដេញដោលព្រោះលោកដឹងថាវាជារឿងរសើយបំផុតសម្រាប់លោកតាមួនបាននិយាយពាក្យមួយឃ្លាយ៉ាងមានអត្ថន័យថាវាមិនសំខាន់ទេថានាងជាមនុស្សឬអត់អ្វីដែលសំខាន់គឺខ្ញុំត្រូវតែជួយបំពេញនៅអ្វីដែលនាងខ្វះខាតក្នុងភាពជាមនុស្សឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំសាច់រឿងបានកាត់